stock ថ្មី BMW i3 ម៉ែបងបាទស៊េរីឆ្នាំ2026 model 26ចេញមកហើយចំណុចពិសេសធំបំផុតសម្រាប់ BMW នេះគឺធ្វើការផ្លាស់ប្ដូរ update ទៅលើគីឡូរ៉េងរបស់វាណាពុកម៉ែបងបាទវគ្គមុនគឺបើកបោបានចម្ងាយ500ជាងគីឡូទេឥឡូវលុតដល់មក600គីឡូជាង625គីឡូបាទតម្លៃតែ50ស្ដៅណាពុកម៉ែបងអញ្ចឹងបងប្អូនដែល fan BM fan ឡានអឺរ៉ុបបាទចាប់អារម្មណ៍អាចចេញមកមើលផ្ទាល់បានតម្លៃពិសេសខ្លាំងតែម្ដងហើយរូបរាងគេភិនភាគគេគឺដូចជាមួយនឹងឡានសាំងតែអស់តែម្ដងយើងកលេសមើលមកផ្លែតអត់ដឹងថាឡានហ្នឹងជាឡានអគ្គិសនីឬក៏ឡានសាំងទេ i3 ហើយឡាននេះគឺជា option sport package củaម៉ែបងបាទយ៉ាងធំ19អ៊ីងហើយគ្រាខាងមុខក៏បានប្រែប្រួលផ្លាស់ប្ដូរថ្មីបាទជំទាងមានសុំជំទាងពណ៌ blue highlight ផងដែរហើយនេះគឺពណ៌ signature របស់ BM ហ្នឹងពុកម៉ែបងគឺជាពណ៌ទឹកប៊ិចបាច់ខ្មៅហើយខាងនេះគឺពណ៌សបាទពណ៌សហើយសម្រាប់ពណ៌ខាងក្នុងវិញគឺពណ៌ cherry ពុកម៉ែបងនេះរ៉េងគេចេញថ្មីគឺ625គីឡូអាប់ដេតបើសិនមកថ្មីហើយនេះគឺជាផ្នែកខាងក្រោយបាទរបស់ BM បាទមាន kit ខាងក្រោយលេខមក sport ហើយសញ្ញោគូតក្រោយគឺស្អាតពុកម៉ែបងស្រឡាញ់យ៉ាន់ហ្មងពីសាយ៉ាន់ស្អាតផ្នែកខាងក្នុងគឺ cherry ចេះពុកម៉ែបងបាទហើយថ្ងៃ highlight មកគឺស្អាតស្រៀនធំចាំខ្ញុំ detail option ខាងក្នុងបន្ថែមនៅវីដេអូបន្ទាប់còn តែនេះចង់ឲ្យពុកម៉ែបងជំរាបមើលទៅតើរូបរាងBM-i3 ហ្នឹងវាបែបមិនអគ្គិសនីណាបាទហើយតលាយមែនតើឡាននេះបដោយវា5ម៉ែត្រអញ្ចឹងខាងក្នុងវាខាងក្រោយជួរទី2នេះគឺតលាយដំបូងឲ្យបើកមានវីដេអូឲ្យមកឆ្ងាញ់បាទអញ្ចឹងបងប្អូនដែលចង់បានលូតលាស់ឡើងបាទក៏មាន stock ស្រាប់អរគុណជួបในវីដេអូក្រោយ